ក្រមនីតិវិធីព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជាមាត្រា 5 ការដាក់បណ្ដឹងអាជ្ញាឲ្យមានចលនាដោយជនរងគ្រោះនៃបទឧក្រិដ្ឋឬបទមជ្ឈិមអាចដាក់ពាក្យប្តឹងដោយតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនៅចំពោះមុខចៅក្រមស៊ើបសួរពាក្យប្តឹងដោយមានតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីមានអានុភាពប្តឹងដល់ចៅក្រមស៊ើបសួរអំពីបណ្ដឹងអាជ្ញានៅក្នុងលក្ខខណ្ឌដែលបញ្ញត្តិដោយមាត្រា139ស្តីពីការបញ្ជូនបណ្ដឹងទៅព្រះរាជអាជ្ញានិងមាត្រា140ស្តីអំពីការបង់ប្រាក់តម្កល់ទុកនៃក្រមនេះយុត្តាធិការព្រហ្មទណ្ឌក៏អាចទទួលបណ្ដឹងពីមន្ត្រីរាជការឬភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយឡែកបានប្រគល់អំណាចឲ្យផងដែរ